វិនាទី7ព្រះអង្គបានត្រាស់ថាជនដែលរឹងត្អឹងដែលអាងជាតិក្តីរឹងត្អឹងដែលអាងទ្រព្យក្តីរឹងត្អឹងដែលអាងត្រកូលក្តីហើយមើងងាយញាតរបស់ខ្លួននេះជាប្រធាននៃសេចក្តីវិនាសបានន័យថានៅក្នុងនេះគឺព្រះអង្គត្រាស់ចំពោះអ្នកដែលគាត់អាងគាត់មានទ្រព្យមានចំណេះដោយថាស្ថិតនៅក្នុងត្រកូលមួយដែលល្អអីចឹងណាដល់ចឹងទៅគាត់ក៏មានចិត្តមើងងាយអ្នកដទៃអំនួតមានះហ្នឹងតែងតែកើតឡើងនៅពេលដែលមនុស្សវង្វេងនឹងអ្វីដែលខ្លួនកំពុងតែមានខ្ញុំកណាថាវង្វេងនឹងអ្វីកំពុងតែមានទោះបីជាអ្នកហ្នឹងមានចំណេះខ្ពស់ក៏វង្វេងនឹងខ្លួនឯងមានអ្នកហ្នឹងគាត់មិនជាអ្នកមានចំណេះដឹងខ្ពស់ហើយគាត់ក្រគាត់អីចឹងក៏គាត់វង្វេងនឹងអារឿងគាត់ក្រឡើងអញក្រចឹងទៅតេតងគេមិនទៅចិត្តគេមិនទៅរៀនមិនពូជពងវាអញ្ចឹងអីចឹងណាអ្នកខ្លះចឹងដែរមិនមែនតែអ្នកមានទ្រព្យទេអ្នកខ្សត់ខ្លះក៏គាត់មានអាភាពមានអ្នកអំនួតរបស់គាត់បែបរបស់គាត់ចឹងណាហ្នឹងចឹងប្រកាន់ពូជប្រកាន់ទ្រព្យប្រកាន់ឋានៈហើយអត់ញាប់រាប់ញាតខ្លួនទេអ្នកខ្លះបានខ្ពស់បានអីចឹងទៅក៏អត់បានខ្វាយខ្វល់គិតគូរពីញាតរបស់ខ្លួនទេនោះហើយគឺជាសេចក្តីវិនាសដោយសារការយើងនិយាយពីហេតុដោយសារការពីសម័យព្រះអង្គគង់នៅដោយសារព្រះអង្គប្រសូតនៅប្រទេសឥណ្ឌាគឺជាប្រទេសមួយដែលប្រកាន់ឋានៈវណ្ណៈខ្លាំងមែនទែនហើយព្រះអង្គគឺជាកូនស្ដេចប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនាបងប្អូនពុទ្ធបរិស័ទឃើញគេនិមន្តដើរប្រសង់លោកនិមន្តដើរបព្វជិតនិមន្តដើរបិណ្ឌបាតអីទាំងអស់ហ្នឹងគឺព្រះអង្គធ្វើឡើងដើម្បីឲ្យមនុស្សនៅទូទាំងពិភពលោកឲ្យដឹងថាលោកគឺជាស្ដេចហើយមានពូជវង្សពងតកូលល្អខ្លាំងណាស់នៅក្នុងពូជពងរបស់ព្រះអង្គប៉ុន្តែព្រះអង្គគឺបានបួសទៅជាព្រះទៅជាភិក្ខុឬក៏បុគ្គលណាក៏ដោយគឺមានវង្សតែមួយគត់និមន្តបិណ្ឌបាតហើយឆាន់ពីរពេលមានក្បួនមានច្បាប់វិន័យហើយដូចគ្នាទាំងអស់នៅក្នុងព្រះពុទ្ធសាសនាគឺតែមួយអត់មានអ្នកនេះអញ្ចេះអ្នកនោះអញ្ចោះអត់ទេបើសិនជាអ្នកដែលប្រកាន់ឋានៈប្រកាន់វង្សតកូលហ្នឹងវាអាចថាដូចថារបៀបរបបអីចឹងទៅខ្ពើមរអើមអីចឹងណាហ្នឹងខ្ញុំកណាមិនរៀបរាប់ទេព្រោះសម័យនោះគឺការប្រកាន់ពូជពងខ្លាំងណាសូម្បីតែសម័យយើងនេះយើងនិយាយពីរឿងស្រីប្រុសណាយើងធ្លាប់និយាយឲ្យស្រីប្រុសសម័យបុរាណយើងអ្នកខ្លះគាត់អត់ឲ្យកូនស្រីរៀនទេគាត់ថារៀនទៅខ្លាចចេះខ្លាចអីខ្ញុំកណាជិះតែគិតតែរឿងឲ្យកូនស្រីរៀនខ្លាចចេះកូនស្រីជាអ្នកអប់រំក្រុមគ្រួសារទាំងអស់ហើយតែជាខ្លាចកូនស្រីចេះហើយបើសិនជាកូនស្រីអត់ចេះសួរថាអប់រំកូនចៅអ្មេចទៅឆ្ងល់ដែរតែណាហ្នឹងរឿងអតីតប៉ុន្តែហើយបច្ចុប្បន្ននេះនៅមានកាលពីប្រហែលឆ្នាំមុនខ្ញុំកណាលើផ្ទាល់ជាបរិមម្នាក់គាត់កាន់មុខតំណែងធំគាត់កាន់មុខតំណែងធំអញ្ចឹងធ្លាប់និយាយលេងអីចឹងទៅស្រាប់តែគាត់និយាយថាគាត់មិនទទួលយកបុគ្គលិកជាស្រីទេព្រោះបន្តិចឡើងពោះធំបន្តិចឡើងតងន់មានប្តីមានអីចឹងដែរនេះគឺជាការរើសអើងមួយដែលគាត់មិនបានលើកទឹកចិត្តនេះគឺជាធម្មជាតិរបស់មនុស្សស្រីដែលគាត់មិនបានលើកទឹកចិត្តទេព្រោះគាត់បើគិតអញ្ចឹងមិនឲ្យស្ត្រីចូលធ្វើការទេកន្លែងគាត់គឺមិនរើសយកស្ត្រីទេព្រោះខ្លាចពោះធំខ្លាចអីខ្លាចពិបាកចេះមួយចេះពីរហើយស្ត្រីគឺជាឆ្អឹងជាសរសៃឈាមរបស់សង្គមមួយខ្លាំងបើអត់មានស្ត្រីសួរថាអ្នកដែលចង់និយាយថាអ្នកដែលអប់រំកូនហ្នឹងអាម៉េចអ្នកបង្កើតកូនហ្នឹងអាម៉េចចឹងហើយនៅក្នុងស្ថាប័ននីមួយសូម្បីតែវិស័យក្នុងវិស័យពុទ្ធសាសនាក៏មានស្ត្រីចូលរួមសម្បើមណាស់ដែរហើយនៅចំណុចនេះយើងសួរថាម៉េចចុះបើប្រកាន់ពូជសាសន៍វាម៉េចអ្នកខ្លះគាត់ថាចេះគម្របអ្នកក្រទៅខ្លាចក្រតាមគេអញ្ចឹងណាសួរថាបើមិនប្រកាន់មិនហើយបើប្រកាន់ហ្នឹងវិនិច្ឆ័យបែបម៉េចវិនិច្ឆ័យពីព្រោះមើលថាតើអ្នកក្រមានប្រមាណយើងនិយាយពីភាពពិតជាក់ស្ដែងហើយអ្នកមានប្រមាណហើយសូម្បីតែការលក់ដូរលក់អីទាំងអស់ធ្វើអីក៏ដោយបើសិនជាយើងរឹងត្អឹងអញ្ចឹងគឺថាយើងធ្វើអាជីវកម្មកើតអត់សាកគិតពិចារណាហើយនឹងការមិនរាប់រកញាតដែលក្រហ្នឹងនៅពេលដែលថ្ងៃអនាគតទៅមានបញ្ហាអីគឺមានតែញាតយើងនឹងឯងញាតហ្នឹងគឺសំខាន់ណាស់ហ្នឹងអញ្ចឹងមកនៅក្នុងមួយគេហៅថាម៉េចជួនកាលញាតនឹងសំខាន់ណាស់ជួនកាលញាតហ្នឹងឯងដែលអាចធ្វើឲ្យយើងវិនិច្ឆ័យ
ចាក់សិលចាក់អីដោយសារតែញាតិនឹងដែរដោយសារយើងបានចាត់ទុកថាញាតិសំខាន់គឺញាតិវាពិតជាសំខាន់ពិតមែនសម្រាប់បងប្អូនពុទ្ធបរិស័ទហើយក្រុមគ្រួសារហ្នឹងក៏អញ្ចឹងដែរមានសិទ្ធិម្នាក់ខ្ញុំកណាភ្លេចឈ្មោះហើយក្រុមគ្រួសារញាតិគាត់នៅពេលដែលគាត់ថតរូបពួកគាត់ជាតារាល្បីគាត់ថតរូបជាមួយមនុស្សស្រីគាត់មិនដែរប៉ះមិនតិចសំបីតែប៉ះមិនតិចក៏គាត់មិនប៉ះដែរហើយបើថតមនុស្សប្រុសវិញគាត់មានអារម្មណ៍ថាគាត់មើលទៅដូចស្រស់ស្រាយជាងថតមនុស្សស្រីថតរូបជាមួយមនុស្សស្រីគេសួរគាត់ថាអ្នកឯងគេអាចគិតថាគាត់ជាប្រុសស្រឡាញ់ប្រុសអីចឹងណាមិនក៏អត់មានប៉ះពាល់ស្ត្រីសោះអញ្ចឹងគាត់ថាមែននេះគាត់គោរពស្ត្រីហើយគាត់គិតខ្វាយខ្វល់ពីក្រុមគ្រួសាររបស់គាត់ជាពិសេសគឺគាត់គោរពភរិយារបស់គាត់កុំឲ្យភរិយារបស់គាត់មានការយល់ច្រឡំចំពោះគាត់ពីព្រោះជាតារាល្បីចឹងទៅមានស្រីៗជាច្រើនមកថតអោបមកថតអីផ្សេងទៀតចឹងណាអញ្ចឹងគាត់រក្សាលំនឹងខ្លួនគាត់ឲ្យបានល្អហើយនឹងគោរពក្រុមគ្រួសាររបស់គាត់កុំឲ្យប្រពន្ធថ្នាំងថ្នាក់ចិត្តហើយកូននឹងវាមានការគិតផ្ដេសផ្ដាស់ណែអញ្ចឹងសរុបទៅខ្ញុំកាលណានេះខ្ញុំលើកដោយសង្ខេបថាការដែលយើងប្រកាន់តកោប្រកាន់ញាតិប្រកាន់អីហ្នឹងវាធ្វើឲ្យផែនដីធ្វើឲ្យខ្លួនយើងនឹងចង្អៀតដើរទៅណាទៅណីក៏អត់បានដែរចូលបើយើងប្រកាន់ទៅនេះក៏បង្កើតទៅនោះក៏បង្កើតធ្វើអញ្ចេះក៏បង្កើតតែអញ្ចឹងនៅតែឯងអញ្ចឹងទៅហើយដល់ពេលនៅតែឯងមានរឿងអីកើតឡើងអ្នកណាគេជួយនឹងដោយសង្ខេបប៉ុណ្្នឹងឯង